កាលពី10ឆ្នាំមុនខ្ញុំទទួលបានអាហារូបករណ៍ទៅរៀននៅសហរដ្ឋអាមេរិកហើយជាពេលមួយដែលខ្ញុំដឹងថានៅក្នុងគឺគេពេញនិយមខ្លាំងមែនទែនតាក់ទងទៅនឹងកម្ចីសិក្សាឬមួយក៏គេហៅថា education loan ហ្នឹងហើយឥឡូវនេះគឺនៅស្រុកខ្មែរយើងក៏មានដែរដែលខាងអាមេរិកគេទើបតែចេញកម្ចីសិក្សាថ្មីឬមួយក៏ education loan ហ្នឹងដើម្បីជួយសម្រួលទៅកាន់ប៉ាម៉ាក់ដែលមានបន្ទុកក្នុងការបង់ថ្លៃសាលាកូនៗដែលឬមួយក៏មានកូនចូលរៀនឆាប់ៗហ្នឹងអីចឹងណាហើយដែលខ្ញុំចាប់អារម្មណ៍ពីកម្ចីសិក្សាមួយហ្នឹងគឺយើងអាចខ្ចីបានរហូតដល់ 100% នៃថ្លៃបង់សាលានឹងទាំងអស់ហ្មងហើយដែលសំខាន់គឺការប្រាក់ទាបខ្លាំងមែនតើហើយអ្នកនរគ្នាមិនបាច់ចាំមានអីប្រចាំក៏យើងអាចខ្ចីបានដែរហើយបើសិនជាយើងមានប្រាក់មុនយើងបង់ផ្ដាច់មុនអីចឹងក៏យើងមិនបាច់ចាំបង់ថ្លៃផាកពិន័យអីដែរគឺសេរីហ្មងហើយបើតាមបទពិសោធន៍ខ្ញុំបើសិនជាយើងមានលុយទៅបង់ថ្លៃសាលាមួយឆ្នាំទុកមុនណាក៏វាបានចំណេញខ្លះដែរចេះជាងយើងបង់ជាខែឬមួយក៏ជាត្រីមាសខ្ញុំគិតថាវាថ្លៃជាងអញ្ចឹងយើងអាចសេវបានខ្លះមួយចំនួនដែរទៅតាមសាលាអញ្ចឹងណាខ្ញុំជឿថាកម្ចីការសិក្សាហ្នឹងគឺវាជួយសម្រាប់បន្ទុកទៅកាន់ឪពុកម្ដាយខ្លាំងមែនទែនក្នុងការជាពិសេសក្នុងពេលរដូវកាលបង់ថ្លៃសាលាឲ្យកូនៗអញ្ចឹងណាអញ្ចឹងបើសិនជាប៉ាម៉ាក់ដែលមានកូនៗដែលត្រូវចូលរៀនត្រូវបង់ថ្លៃសាលាអីហើយចាប់អារម្មណ៍នៅប្រាក់កម្ចីហ្នឹងអ្នកនរគ្នាអាចតាក់ទងទៅកាន់ Facebook page ដែលខ្ញុំដាក់នៅក្នុងវីដេអូហ្នឹងក៏បានឬមួយក៏អាចអញ្ជើញទៅសាខាណាមួយនៃអាមេរិកទៅតាក់ទងគេផ្ទាល់ក៏បានដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ